រឿងខ្លែងនិងមេមាន់នេះរដូវលំហើយបន្ទាប់ពីកសិករប្រមូលផលស្រូវក្នុងស្រែរួចរាល់ហើយមេមាន់មួយក្បាលតែងតែបណ្ដាកូនតូចៗរបស់វាទៅរកចំណីស៊ីនៅវាលស្រែដូចរាល់ដងថ្លែងពីសត្វខ្លែងជាសត្វមានភ្នែកមុតមានចំពុះកោងស្រួចប្រហាក់ប្រហែលនឹងឥន្ទ្រីរោមរបស់វានៅត្រង់ដងខ្លួនមានពណ៌ទង់ដែងស្រាលករបស់វាមានពណ៌សក្រញាំជើងមុតស្រួចអាចចាប់សត្វជាអាហារបានយ៉ាងងាយស្រួលសត្វខ្លែងតែងតែហោះឆ្វែលរកចំណីនៅទីវាលស្រែឬនៅកន្លែងណាដែលវាដឹងថាមានសត្វមាន់បណ្ដាកូនមាន់ជាអាហារដែលសត្វខ្លែងចូលចិត្តបំផុតថ្ងៃមួយសត្វខ្លែងបានហោះឆ្វែលទៅមកតាមវាលស្រែតែរកចំណីមិនបានសោះមួយស្របក់ក្រោយមកស្រាប់តែវាមើលមកពីលើមេឃឃើញមេមាន់មួយក្បាលកំពុងបណ្ដាកូនរកស៊ីក្នុងស្រែវាក៏សំកឹងស្លាប់បន្តិចហើយបោះពួយទៅលឿនស្លេវដើម្បីចាប់យកកូនមាន់ដែលកំពុងរកស៊ីចំណីក្បែរមេវានោះតែមិនបានសម្រេចព្រោះមេមាន់បានដឹងមុនក៏ប្រញាប់ប្រមូលកូនខ្លួនទាំងអស់ដាក់ចូលក្រោមស្លាបហើយក្រាបជាប់នឹងដីធ្វើឲ្យសត្វខ្លែងមិនអាចចាប់កូនមាន់បានដោយបំណងតែសត្វខ្លែងនៅតែបន្តហោះឆ្វែលទៅមករកឱកាសនឹងចាប់យកកូនមាន់ម្ដងហើយម្ដងទៀតមេមាន់ឃើញសភាពមិនស្រួលក៏ប្រាប់កូនមិនឲ្យចេញពីក្រោមស្លាបរបស់ខ្លួនទេរហូតដល់សត្វខ្លែងហោះចេញទៅបាត់ទើបមេមាន់ប្រាប់កូនឲ្យចេញមកក្រៅបន្ទាប់ពីទទួលការវាយប្រហារជាច្រើនសារពីសត្វខ្លែងមេមាន់បានប្រាប់ទៅកូនថាតោះយើងត្រឡប់ទៅផ្ទះរបស់យើងវិញទីនេះគ្មានសុវត្ថិភាពសម្រាប់យើងទេសត្វខ្លែងណាវានឹងមកម្ដងទៀតវានឹងចាប់កូនធ្វើជាអាហាររបស់វាដូច្នេះហើយយើងត្រូវត្រឡប់ទៅវិញហើយស្អែកយើងនឹងទៅរកចំណីម្ដងទៀតនៅកន្លែងផ្សេងកូនរាល់គ្នាត្រូវនឹងជួបនឹងម៉ែដល់កាលណាសត្វខ្លែងវាមកម៉ែនឹងអាចការពារកូនបានទាន់ពេលវេលាឬទេកូនមាន់ទាំងអស់បានស្ដាប់បង្គាប់ម្ដាយយ៉ាងយកចិត្តទុកដាក់និងប្រព្រឹត្តតាមសម្ដីម្ដាយបានយ៉ាងល្អធ្វើឲ្យសត្វខ្លែងខកចិត្តដោយសាររកចាប់កូនមាន់ជាចំណីមិនបានសោះចាប់ពីថ្ងៃនោះមកមេមាន់និងកូនមាន់តែងតែបណ្ដើរគ្នារកចំណីស៊ីនៅតាមវាលស្រែក៏ត្រឡប់មកវិញរាល់ពេលល្ងាចហើយរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត